ការចេះហៅសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំលើកយកពាក្យរោងចក្រខ្លះៗមកចែកម្លែកដល់អ្នកទាំងអស់គ្នាអញ្ចឹងពាក្យទី1យើងអានថាកុងឆាងកុងឆាងកុងសំឡេងទី1ឆាងសំឡេងទី3កុងឆាងមានន័យថារោងចក្រកុងឆាងរោងចក្រពាក្យទី2យើងអានថាកុងsưកុងsưកុងsưកុងសំឡេងទី1sưសំឡេងទី1កុងsưកុងsưមានន័យថាក្រុមហ៊ុនកុងsưក្រុមហ៊ុនពាក្យទី3យើងអានថាឈើជានឈើជានឈើសំឡេងទី1ជានសំឡេងទី1ឈើជានមានន័យថាអាគារឈើជានអាគារចំពាក្យទី4យើងអានថាអ៊ូម៉ានអ៊ូម៉ានអ៊ូសំឡេងទី4ម៉ានសំឡេងទី2អ៊ូម៉ានអ៊ូម៉ានមានន័យថាផ្នែកអ៊ូម៉ានផ្នែកពាក្យទី5យើងអានថាឆាងខូឆាងខូឆាងសំឡេងទី1ខូសំឡេងទី4ឆាងខូមានន័យថាខាងឃ្លាំងផ្នែកឃ្លាំងឆាងខូឃ្លាំងពាក្យទី6យើងអានថាឈើហ្វងឈើហ្វងឈើហ្វងឈើសំឡេងទី1ហ្វងសំឡេងទី2ឈើហ្វងមានន័យថាផ្នែកដេរឈើហ្វងផ្នែកដេរពាក្យទី7យើងអានថា人事人事人សំឡេងទី2事សំឡេងទី4人事មានន័យថារដ្ឋបាល人事人事រដ្ឋបាលពាក្យទី8យើងអានថាជូគាន់ជូគាន់ជូសំឡេងទី3គាន់សំឡេងទី3ជូគាន់មានន័យថាមេគ្រប់គ្រងឬក៏អ្នកគ្រប់គ្រងជូគាន់ពាក្យទី9យើងអានថាគាន់លីគាន់លីគាន់សំឡេងទី3លីសំឡេងទី3គាន់លីមានន័យថាការគ្រប់គ្រងគាន់លីការគ្រប់គ្រងពាក្យទី10យើងអានថាជូរិនជូរិនជូសំឡេងទី3រិនសំឡេងទី4ជូរិនជូរិនមានន័យថាប្រធានផ្នែកជូរិនប្រធានផ្នែកពាក្យទី11យើងអានថាប៉ានចាងប៉ានចាងប៉ានចាងប៉ានសំឡេងទី1ចាងសំឡេងទី2ប៉ានចាងមានន័យថាប្រធានក្រុមប៉ានចាងប្រធានក្រុមពាក្យទី12យើងអានថាជូលីជូលីជូសំឡេងទី4លីសំឡេងទី3ជូលីមានន័យថាជំនួយការជូលីជំនួយការ
ចឹងការចែកម្លែកភាសាចិនរបស់ខ្ញុំពាក្យប្រើប្រាស់ប្រចាំថ្ងៃបានដល់ទីបញ្ចប់បងប្អូនជួយ share ម្នាក់មួយទុករៀននៅពេលក្រោយអរគុណជួបខ្ញុំនៅវីដេអូក្រោយៗ